ួតមិនថាអញ្ចឹងឈប់រៀនទៅបងចិញ្ចឹមស្អីគេសម្បត្តិអ្នកសុំទៀនសោះចង់មិនចិញ្ចឹមយើងមានស្បែកអីមិនចិញ្ចឹមហ្នឹងណាកូនហើយកូនអញចាំមកដល់មកចុះរៀនណាអូម៉ាក់កូនឃើញអ្នកសុំទៀនអញ្ចឹងគួរឲ្យអាណិតពេកមិនចង់ឲ្យលុយចាយម៉ែឯងចាំកូនផ្លែសិនណាអញ្ចឹងលឿនមកម៉ាក់ដាចាំមកនោះមុនចាំម៉ាក់ចាំកូនសិនអញ្ចឹងមិនកូនខ្ញុំមកអត់គ្នាជាមួយអ្នកសុំទៀនចាណែតឡាមកកូនមកបញ្ញាណែលប់មែនណាយើងនឹងយកនាងធ្វើសង្សារឲ្យបានឃើញថាពេញចិត្តខ្ញុំហីមិនចឹងបាន100ខ្ញុំដល់ផ្ទះចឹងខ្ញុំមកពេញចិត្តយើងតិចតួចដែរក៏ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់គាត់ថាយើងចង់ចិញ្ចឹមខ្ញុំតែចិញ្ចឹមរបៀបមិនចឹងបើយើងជាអ្នកសុំទៀនណាតាមពិតណាបងមិនមែនជាអ្នកសុំទៀនទេតាមពិតណាបងធ្វើល្បិចទេដើម្បីតែចិត្តខ្លួនឯងព្រោះបងឆ្លាញ់ខ្លួនឯងយូរហីតែបងអត់ដឹងត្រូវធ្វើមិនមានធ្វើអ្នកសុំទៀនហ្នឹងឯងដែលបាននៅចិត្តទៅអូក៏ប៉ុន្តែមិនមែនអ្នកសុំទៀនទេចុះខ្ញុំសុំទោសផងតែខ្ញុំមកនិយាយដាក់ខ្លាំងអត់អីទេឲ្យតែណៃព្រមឆ្លាញ់បងចាបងអូនណាព្រមឆ្លាញ់ព្រមឆ្លាញ់ចឹងអូនណាព្រមមានអីមួយបងហ៎អត់ទេបងធ្វើអញ្ចឹងអត់កើតទេព្រោះឲ្យយើងទៅស្គាល់គ្នាមួយថ្ងៃខ្ញុំអត់ហ៊ានធ្វើអញ្ចឹងទេព្រមមួយបងតើអូនណាបងឆ្លាញ់ខ្លួនឯងខ្លាំងពិតមែនអូយអូនគិតសិនណែឈប់មកណែនាំពីរបស់ថ្មីបន្តិចចានេះគឺជារបស់លេងថ្មីរបស់ខ្ញុំគឺជាមួយនឹង collagen My Bella បងប្អូនដឹងហើយផលិតផល My Bella ចេញមួយគឺញាក់សាច់សឡប់អីវ៉ាន់មួយណាក៏ល្អដែរចុះតម្រាំ collagen ទៀតអត់ដឹងល្អមិនទេអត់ទាន់មានលក់ទេណាបងប្អូនប៉ុន្តែខ្ញុំណែនាំបងប្អូនស្គាល់អាហារ collagen គាត់ញ៉ាំហើយធ្វើបងប្អូនកេងលក់ស្រួលរកស្ត្រីមកទៀងទាត់ធ្វើឲ្យកញ្ចក់ដោះវែងជាងមុនសក់លូតលាស់ស្បែកភ្លឺចេញពីខាងក្នុងជាពិសេសនឹងកេងលក់ស្រួលនឹងហ្មងបងប្អូនអើយអញ្ចឹងបងប្អូនកុំភ្លេចសាកជាមួយនឹង collagen My Bella ទាំងអស់គ្នាណាអូយចង់ឲ្យចេញលក់ឲ្យលឿនដល់នេះអាំងបងប្អូនទាំងអស់គ្នាបានប្រើខ្ញុំសុំប្រើមុនសិនឯណាកូនមិនកូនឯងធ្វើទៅមើលថតទៀតចឹងបងសាន់មិនបងសាន់អញយកស្រីទៅទៀនអញ្ចឹងម៉ាក់ឲ្យកូនសុំទោសហ៎ម៉ាក់ម៉ៃឲ្យបងសុំទោសអូនបានហើយបងសាន់បាច់បោះស្រាយទេបើសិនជាបងឯងអាចចោលចរិតដើរបោះស្រីទៀតខ្ញុំមិនឈប់ស្រឡាញ់បងឯងទេកូនឯងនៅក្មេងកូនឯងកុំភ្លឹបភ្លើនខិតខំរៀនសូត្រទៅចាំម៉ាក់កូនដឹងហើយកូននឹងខំរៀនចាប់ពីថ្ងៃនេះទៅកូននឹងមិនគួរណាចាញ់បោកប្រុសចឹងទេកូនឯងដឹងចឹងល្អហើយកូនឯងនៅក្មេងកូនឯងត្រូវខំរៀនមិនមែនណាដើរភ្លឹបភ្លើនចឹងទេម៉ាក់ចាកូនដឹងខុសហើយម៉ាក់កូនសុំទោសផងលោកឯងមិនគួរណាធ្វើទង្វើតោកទៀតដាក់ខ្ញុំអញ្ចឹងទេខ្ញុំមកស្អប់លោកឯងខ្លាំងហើយចាប់ពីថ្ងៃហ្នឹងទៅខ្ញុំនឹងឈប់ចាញ់បោកមនុស្សថោកទៀតដូចជាលោកឯងទៀតហីមានឱកាសត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ